有了បានន័យថាគាត់មានវិធីហើយ怎么这样？咱们这样ពួកយើងធ្វើបែបនេះ啥？这都能睡着？啥是都能睡着អីគេបែបនេះក៏អាចគេងបានដែរ真厉害！真厉害អស់ចាមែន青蛙都来帮忙了。青蛙都来帮忙了សូមបីតែកង្កាបក៏មកជួយដែរ这回应该睡不了了吧？这回应该睡不了了吧បែបនេះគួរតែមិនអាចដេកលក់បានទៀតទេ什么东西？什么东西ស្អីគេហ្នឹងយ៉ាងគេនេះអាចបកថារមាស់ឬមួយក៏រសើបអញ្ចឹងមើលតាមចាក់ស្ដែងថាតើគាត់សោចឬមួយក៏គាត់មិនសោចបើគាត់មិនសោចបានន័យថាគាត់រមាស់មិនស្រួលខ្លួនទេហើយមួយទៀតគឺគាត់រសើបអញ្ចឹងគាត់អាចនឹងសោចអញ្ចឹងយើងអាចបកបានន័យពីរ好痒啊！ហើយយ៉ាងរមាស់ណាស់ឬមួយក៏រសើបខ្លាំងណាស់这下青蛙先生立大功了。这下青蛙先生里打工了កង្កែបបានធ្វើការងារដ៏អស្ចារ្យមួយ原来是只青蛙。原来是这青蛙ពាក្យ这ហ្នឹងគឺបកថាមួយក្បាលសំដៅទៅលើសត្វដែរអញ្ចឹងឃ្លានេះអាចបកថាតាមពិតគឺជាកង្កែបមួយក្បាលសោះខ្ញុំលើកឧទាហរណ៍មួយដូចជាសត្វមាន់យើងភាសាខ្មែរហៅមាន់មួយក្បាលភាសាចិនគឺមិនអាចនិយាយថាអ៊ីកជីទេគឺយើងហៅថាអ៊ីជជីមាន់មួយក្បាល看来这树底下睡不安稳了。看来这树地下睡不安稳了មើលទៅខ្ញុំមិនអាចដេកលក់ស្រួលនៅក្រោមដើមឈើនេះទៀតទេ我还是睡树上吧。我还是睡树上吧ខ្ញុំមានតែទៅដេកនៅលើដើមឈើវិញ好厉害呀！好厉害呀អស្ចារ្យមែន这都能睡着。这都能睡着បែបនេះក៏អាចគេងលក់បានដែរ俺也试试这么睡啊。安也是怎么睡啊ខ្ញុំក៏ចង់សាកល្បងដេកបែបនេះដែរ光头强，李老板来电话了。光头强李老板来电话了អ្នកកាប់ឈើវិញតែកែរបស់ឯងខលមកហើយ电话。电话ទូរស័ព្ទមានកូនសិស្សម្នាក់គាត់ខមមិនសួរថាពាក្យគួងធោនឹងបានន័យថាម៉េចពាក្យគួងហ្នឹងបានន័យថារលោងស្រើហើយធោហ្នឹងគឺក្បាលអញ្ចឹងក្បាលរលោងស្រើប៉ុន្តែនៅក្នុងសាច់រឿងនេះគឺម្នាក់ហ្នឹងគាត់ជំនាញខាងអាជីពរបស់គាត់គឺកាប់ដើមឈើអញ្ចឹងខ្ញុំដាក់រហស្សនាមគាត់ថាអ្នកកាប់ឈើតែម្ដងទៅអញ្ចឹងកុំឲ្យឆ្ងល់ច្រើនណាព្រោះអីបើហៅគាត់ថាក្បាលតពេកគឺវាអាក្រក់ស្ដាប់ពេកអញ្ចឹងទៅខ្ញុំក៏ដាក់រហស្សនាមគាត់គឺអ្នកកាប់ឈើនេះតែម្ដងហើយអ្នកដែលគាត់ធ្លាប់មើលវីដេអូខ្ញុំកន្លងមកគឺដឹងហើយគឺខ្ញុំអត់ដែរបកក្បាលតពេកទេគឺខ្ញុំបកថាអ្នកកាប់ឈើរហូតមកហើយបើចង់បានរៀងស្អាតត្រូវទៅណាទៅកន្លែងហាត់ប្រាណចុះបើចង់ចេះភាសាចឹងត្រូវទៅណាមករៀននៅសាលាឈីងសៀង International School មកចុះបើអត់មានពេលមករៀននៅសាលាអាចចុះឈ្មោះរៀនតាមអនឡាញបានតាសាលាគឺចាប់ផ្ដើមបើកពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យលោកអ្នកមានពេលច្រើនអាចរៀនថ្ងៃច័ន្ទសុក្របានហើយអ្នកដែលមិនសូវមានពេលគឺអាចរៀនសៅរ៍អាទិត្យបានសម្រាប់ការរៀនគឺយើងរៀនជាមួយនឹងគ្រូជនជាតិដើមមានចាប់ពីកម្រិត ASK 1រហូតដល់ ASK 6ហើយម៉ោងរៀនគឺអាចជ្រើសរើសបានពីម៉ោង8ព្រឹករហូតដល់ម៉ោង10យប់លោកអ្នកអាចចុះឈ្មោះរៀនតាមអនឡាញបានដោយគ្រាន់តែធ្វើការ scan QR Telegram ដែលមាននៅលើអេក្រង់